សួរពុកម៉ែបងប្អូនសម្រាប់ឈុតទូផ្ទះបាយដែលខ្ញុំរៀបចំជូនបងប្រុសនៅខាងក្រែមភ្នំពេញគឺរួចរាល់ហើយអរគុណច្រើនបងប្រុសដែលគាត់រងចាំយូរមែនទែនគាត់កំងតាំងពីមុនចូលឆ្នាំចិនណាបងប្អូនដូច្នេះខ្ញុំមានការយឺតយ៉ាវជូនគាត់ដោយសារតែភ្ញៀវគ្រប់គ្រងខ្លាំងមែនទែនមួយរយៈនេះប្រភេទទូផ្ទះបាយដែលដំឡើងពីអ៊ីណុកបែបនេះគឺស្រស់ស្អាតហើយមានផាសុខភាពជាពិសេសរឹងមាំធន់ហើយការពារជាមួយនឹងសត្វល្អិតហ្នឹងគឺបានលេខ1តែម្ដងបងប្អូនហើយការប្រើប្រាស់ជាមួយនឹងទឹកអីក៏លេខ1ដែរសម្រាប់អ៊ីណុកអត់ខ្លាចពុកផុយច្រេះថ្ងៃក្រោយអីទេដោយសារបងប្រុសគាត់ជ្រើសរើសយកជាប្រភេទអ៊ីណុកលេខ1សម្រាប់ឈុតទូនេះគឺបងប្រុសគាត់ជ្រើសរើសឲ្យខ្ញុំដាក់កែរហូតទៅដល់2ឈុតក្នុងមួយឈុតមានឈុតកែដាក់ចានមួយឈុតហើយមួយឈុតទៀតគឺគាត់ឲ្យខ្ញុំរៀបជាកែប្រអប់សម្រាប់ការប្រើប្រាស់របស់គាត់ដូចជាដាក់គ្រឿងទេសផ្សេងៗហើយសម្រាប់ទូនេះគឺគាត់ឲ្យយកតែស៊ីងលាងចានតែ1គីឡុកទេបងប្អូនដោយសារគាត់ថាសមាជិកគាត់តិចតែទេដូច្នេះការប្រើប្រាស់ស៊ីងហ្នឹងគាត់យកតែមួយបានហើយដើម្បីឲ្យផ្ទៃខាងលើហ្នឹងមានភាពស្រឡះស្រួលស្អាតមើលទៅមានផាសុខភាពអនាម័យខ្លាំងសម្រាប់ឈុតទូនេះខាងលើគឺគាត់ឲ្យខ្ញុំធ្វើរៀបជា2ថ្នាក់តែគាត់យកជាស្លឹកអ៊ីណុកទាំងអស់បងប្អូនជាទ្វាដោយសារបងប្រុសគាត់ថាមើលទៅជាឈុតអ៊ីណុកលើក្រោមគឺស្រស់ស្អាតសម្រាប់គាត់គឺគាត់ស្រឡាញ់បែបនេះហើយសម្រាប់បងដែលត្រូវការម៉ូដផ្សេងៗហើយម៉ូដសរៀងបងប្រុសអីអាចឆាតចូល page ឬក៏លេខ Telegram នៅក្នុងវីដេអូឬក៏នៅក្នុង caption ក៏បានដែរបងប្អូនពួកខ្ញុំនឹងរងចាំផ្ដល់ព័ត៌មានជូនបងប្អូនសម្រាប់ម៉ូដនីមួយៗបងប្អូនអាចចូលឆែកក្នុង page បានគឺមានច្រើនខ្លាំងមែនទែនសម្រាប់ម៉ូដទូផ្ទះបាយភ្ញៀវគាត់គ្រប់គ្រងខ្លាំងហើយសម្រាប់មួយរយៈនេះបងប្អូនអរគុណច្រើនបងប្អូនជម្រាបលាជួបគ្នាក្នុងវីដេអូក្រោយ